សូមជូនរឿងក្រុមមុំស្រុកស្រែភាគ2នៅក្រោមដើមឈើមុខផ្ទះម៉អមនិងប្អូនកំពុងនិយាយគ្នាសើចកិលម៉អមស្រដីឡើងពួកឯងមានឃើញមុខអ្នកទីក្រុងនោះទេមុខស្អុយដូចត្រីងាប់អញ្ចឹងកំពុងតែសើចក្អកខណៈនោះពូថុលក៏ដើរចូលមកនិយាយរឿងអីហ្នឹងសើចលឺខ្លាំងម្លេះម៉អមមើលមុខប្អូនពួកវាស្ងាត់ឈឹងម៉អមតបទៅឪពុករឿងល្ខោនយប់មិញគួរឲ្យសើចណាស់លោកពុកពូថុលមើលមុខកូនស្រីកូនក៏អញ្ចឹងដែរម៉អមខ្លួនជាស្រីទេធ្វើចរិតដូចជាប្រុសពុកចង់មានកូនស្រីសុភាពទន់ភ្លន់ដូចគេកូនធ្វើឲ្យពុកបានទេម៉អមមុខស្ងួតកូននឹងព្យាយាមលោកពុកពូថុលដកដង្ហើមធំចិត្តដល់រដូវដើមឆ្នាំហើយយប់នេះនាំប្អូនទៅដុកច្រាំងទៅម៉អមអោនមុខចោះចាស់លោកពុកពូថុលមើលទៅព្រីងទៅជួយជីកដីដាំដំឡូងពុកក្រោយផ្ទះបន្តិចបាទពុកក្រាញ់នឹងផ្ទក់ឃើញមុខបងធំគេស្ងួតពេកពួកវាក៏លាទៅផ្ទះអស់ទៅលុះយប់ឡើងម៉អមក៏បាននាំប្អូនទៅដុតច្រាំងនៅវាលស្រែដុតបានមួយស្រែហើយនៅមួយស្រែទៀតស្រាប់តែលេចមុខកំឡោះជីវ័ននៅកន្លែងនោះដែរម៉អមភ្ញាក់ព្រឺតជីវ័នមុខមាំសួរនាងកំពុងធ្វើស្អីហ្នឹងម៉អមតបវិញភ្នែកលោកមានបញ្ហាឬបានជាមើលមិនឃើញភ្លើងពួកប្អូនរបស់ម៉អមក៏រត់មកជិតបងស្រីជីវ័នមុខមាំនាងដឹងទេថាការដុតច្រាំងវាធ្វើឲ្យងាប់សត្វនៅក្នុងដីហើយដីនឹងអស់ជីវជាតិធ្វើស្រែក៏បានផលតិចឆោមល្អសើចឌឺអ្នកទីក្រុងដោយលោកចេះធ្វើស្រែដែរឬមីនុបតបវិញខ្ញុំមិនធ្លាប់ធ្វើស្រែមែនប៉ុន្តែខ្ញុំរៀនចប់ផ្នែកកសិកម្មមកហើយក៏ធ្លាប់ចូលអនុវត្តតាមខេត្តដែរស្រីឆាតមុខមាំលោកកំពុងតែអួតខ្ញុំថាលោករៀនចប់ផ្នែកអ្វីឬជីវ័នតបវិញខ្ញុំមិនមែនអួតទេតែខ្ញុំកំពុងតែប្រាប់ថាការដុតច្រាំងដើម្បីធ្វើស្រែគឺជារឿងយល់ខុសធ្ងន់ណាស់ម៉អមហាក់មិនខ្វល់នាងបែរខ្នងដាក់ជីវ័នកុំស្ដាប់មនុស្សអត់បានការដុតច្រាំងបន្តទៅជីវ័ននិយាយពីក្រោយខ្នងស្រីតូចនេះឬជាទង្វើមនុស្សដែលនិយាយថាស្រឡាញ់វាស្រែវាស្រូវណាស់ម៉អមងាកមុខមកមើលគេបានខ្ញុំនឹងឈប់ដុតច្រាំងឥឡូវនេះតែលោកត្រូវតែមានអ្វីជាផុសតាងឲ្យខ្ញុំឃើញសិនជីវ័នមុខមាំតបវិញឥឡូវនេះខ្ញុំគ្មានទេតែស្អែកខ្ញុំនឹងអញ្ជើញអង្គការកសិកម្មដែលខ្ញុំធ្លាប់ធ្វើការជាមួយមកបង្រៀនអ្នកភូមិយើងម៉អមមើលភ្នែកគេឃើញភ្នែកគេមាំនាងក៏ស្រដីទៅប្អូនពួកឯងនាំគ្នាពន្លត់ភ្លើងទៅរួចស្រីតូចក៏ដើរទៅជិតមីនុបខ្ញុំនឹងរងចាំមើលថាការប្រព្រឹត្តពូកែដោយការនិយាយដែរទេស្រីឆើតញាក់ចិញ្ចើមព្រឹតដាក់គេរួចក៏ដើរចេញទៅពួកប្អូនម៉អមនាំគ្នាពន្លត់ភ្លើងរួចក៏រត់ពីក្រោយបងស្រីលុះស្អែកឡើងពួកអង្គការក៏បានចុះមកបង្រៀនអ្នកភូមិដោយពាក្យសម្ដីរបស់ជីវ័នមែនអ្នកភូមិរៀនហើយទើបពួកគេដឹងថាការដុតច្រាំងគឺប៉ះពាល់ដល់ជីវជាតិរបស់ដីមែនម៉អមលួចមើលមុខជីវ័នពេលមីនុបក៏លេចមើលមុខនាងម៉អមក៏គិតក៏លេចមើលទៅកន្លែងផ្សេងជីវ័នញញឹមក្រវីក្បាលដោយក្តីអស់សំណើចយប់អធ្រេស្ងាត់ពន្លឺដួងច័ន្ទភ្លឺស្រទន់លួងលោមអារម្មណ៍ឲ្យអណ្ដែតអណ្ដូងម៉អមស្រីឆើតកំពុងអង្គុយមើលដួងច័ន្ទនៅលើកៅអីមុខផ្ទះម្នាក់ឯងពួកប្អូនរបស់នាងកំពុងលបមើលពីចម្ងាយនាងក្រាញ់ស្រដីឡើងបងម៉អមយប់នេះចម្លែកណាស់ចេះអង្គុយមើលដួងច័ន្ទរដងស្មាននេះយើងឃើញហាត់បដាល់ទេតានេះតួញញឹមតោះអាកាញទៅចិត្តគាត់បន្តិចព្រីងប្អូនប្រុសម៉អមមុខរញ៉ៅមើលទៅបងស្រីក្រាញ់ទៅអង្គុយជិតម៉អមរួចសម្លឹងមើលដួងច័ន្ទនៅក្នុងដួងច័ន្ទមានអីមែនបងខ្ញុំឃើញបងសម្លឹងមើលយូរហើយតួញញឹមអាក្រាញ់យើងសង្ស័យថាមុខកំឡោះទីក្រុងនៅក្នុងនោះហើយបានជាបងស្រីយើងប្រឹងសម្លឹងម្លេះពួកវាសាច់កិលម៉អមអៀនក្រហមថ្ពាល់ដេញទាត់ប្អូនទាល់តែដល់មុខផ្ទះ
មកអមញញឹមក្រវីក្បាលដើរចូលក្នុងផ្ទះព្រិញមុខមាត់មើលបងស្រីទង្វើរបស់គេល្អមិនប្រកាសថាចិត្តរបស់គេល្អទេបងស្រីកុំទាន់ទុកចិត្តគេពេកនិយាយរួចព្រិញដើរចូលផ្ទះបាត់មកអមមុខស្ងួតតាមមើលប្អូនពីក្រោយព្រឹកព្រលឹមមកអមក្រោកចំអិនបាយម្ហូបពូថុលនិងមកអមកំពុងអង្គុយលើគ្រែចាំព្រិញស្លៀកពាក់ទៅរៀនព្រិញរៀនថ្នាក់ទី8ចំណែកមកអមបានប្រឡងជាប់ថ្នាក់ទី12ហើយដោយខ្វះថវិកានាងក៏មិនបានរៀនបន្តទៀតដែរព្រិញដើរចេញពីក្នុងផ្ទះពូថុលមើលកូនមកកូនញ៉ាំបាយព្រិញក្រវីក្បាលអត់ទេពុកថ្ងៃនេះកូនប្រញាប់ណាស់ខណៈនោះក្រាញ់និងផ្ទក់ក៏ជិះម៉ូតូមកដល់ល្មមពូថុលក៏ស្រែកហាយមកក្រាញ់ផ្ទក់ញ៉ាំបាយជាមួយពូបាទពូកំពុងតែឃ្លានផងព្រិញមុខក្រញ៉ៅបើឯងឃ្លានយើងដើរទៅមុនហើយក្រាញ់ផ្ទក់អេះក្បាលមើលមុខម្អមស្រីតូចធ្វើសញ្ញាឲ្យពួកវាជិះម៉ូតូទៅពួកគេទាំងពីរក៏សំពះលាអត់ទេពូថ្ងៃនេះខ្ញុំប្រញាប់ណាស់ពូថលក្រវីក្បាលថ្ងៃនេះពួកវាប្រញាប់ទៅណាហ្នឹងប្រហែលជាប្រញាប់ទៅប្រឡងប្រចាំខែហើយពុកពូថលមើលមកកូនស្រីកូនម្អមយប់នេះពុកទៅសម្រាននៅវត្តពិភាក្សាជាមួយលោកឪបន្តិចចាពុកយប់ហើយព្រិញមិនទាន់ទៅផ្ទះទេគេកំពុងអង្គុយផឹកទឹកត្នោតជូរផ្ទក់នឹងក្រាញ់ហាវយ៉ាងណាក៏ព្រិញមិនស្ដាប់ដែរលុះពាក់កណ្ដាលយប់ព្រិញស្រវឹងជោគផ្ទក់នឹងក្រាញ់បានចាប់គេឡើងជិះម៉ូតូដល់កន្លែងផ្លូវស្ងាត់ម៉ូតូក៏បែកកង់ទៀតក្រាញ់ចុះពីលើម៉ូតូសម្លឹងមើលក្រោយក្រែងមានឡានអ្នកស្រុកជិះកាត់តាមនេះដូចចិត្តគេមែនក្រែងឃើញភ្លើងហ្វាពីចម្ងាយគេប្រញាប់លើកដៃជាសញ្ញាឡានឈប់ងក់ក្រែងនឹងផ្ទក់បើកភ្នែកធំបងជីវ័នមែនហើយយើងពួកឯងទៅណាកណ្ដាលយប់ហ្នឹងបាទម៉ូតូខ្ញុំបែកកង់សំឡានបងដោយសារទៅជាមួយផងជីវ័នកលេចមើលព្រិញដែលជិះលើម៉ូតូបិទភ្នែកចិត្តឆឹងមីនុបចុះពីឡានដើរទៅចិត្តនេះព្រិញផឹកស្រាឬពួកគេទាំងពីរឆ្លើយរដេករដប់គឺនេះព្រិញបើកភ្នែកព្រឹមឃើញមុខជីវ័នគេក៏ចុះពីម៉ូតូដើរទៅក្របួយកអាវមីនុបរួចទះថ្ពាល់ជីវ័នតិចនេះកំឡោះភ្នំពេញទេតាកុំមកធ្វើល្អដើម្បីបោកចិត្តបងស្រីយើងប្រយ័ត្នយើងដាល់បែកមាត់និយាយបណ្ដើគេយាដៃដាល់ជីវ័នបណ្ដើនាយក្រែងនឹងនាយផ្ទក់ស្ទុះមកចាប់ព្រិញជាប់សុំទោសបងវាស្រវឹងនិយាយផ្ដេសផ្ដាសបងកុំខឹងអីជីវ័នងក់ក្បាលលើកម៉ូតូដាក់គុតឡានទៅបាទបងចំណែកមកអងវិញកំពុងដើរចុះដើរឡើងនៅមុខផ្ទះដោយក្តីបារម្ភខណៈនោះឡានកំឡោះជីវ័នក៏បើកមកឈប់មុខផ្ទះស្រីតូចបើកនៃធំដើរទៅជិតនេះផ្ទក់នឹងក្រាញ់ក៏ចុះពីឡានបងម្អមគឺម្អមមុខមុំក្រាញ់យកវាចូលផ្ទះផ្ទក់ជួយដាក់ម៉ូតូបងចុះពីឡានបន្តិចពួកគេងក់ក្បាលពេលដាក់ម៉ូតូរួចផ្ទក់ក៏មិនដើរចូលផ្ទះទៅម្អមដើរមកឈរទៅមុខអ្នកកំឡោះខ្ញុំអរគុណណាស់ដែលជួយបងប្អូនខ្ញុំជីវ័នសម្លឹងនាងព្រិញជាក្មេងអនុវិទ្យាល័យមិនគួរបណ្ដោយឲ្យគេផឹកស្រាទេនិយាយរួចគេឡើងជិះឡានចេញទៅម្អមឈរថ្មឹងសម្លឹងគេរហូតផុតកន្ទុយភ្នែកព្រឹកព្រលឹមព្រិញបើកភ្នែកព្រឹមសត្វតែគេស្ទុះងើបព្រោះឃើញបងស្រីកំពុងសម្លឹងគេដោយក្រសៅភ្នែកមាំបងស្រីឯនៅទុកយើងជាបងស្រីដែរឬព្រិញអន់មុខចោះម្អមបន្តប្រយោគបើឯងមិនគិតពីបងឯងគួរតែគិតដល់ពុកយើងចាស់ហើយគាត់ចង់ឃើញកូនជាមនុស្សល្អមិនក៏ធ្វើខ្លួនប្តេជ្ញាផ្ដាស់បែបនេះដឹងទេថាដីស្រែរបស់អ្នកភូមិយើងកំពុងរងចាំឯងទៅអភិវឌ្ឍកុំភ្លេចទូនីតិនិងភារកិច្ចថាអ្នកស្រែដូចយើងត្រូវធ្វើអ្វីខ្លះដើម្បីតបគុណវាស្រែដែលដាំស្រូវឲ្យយើងហូបរាល់ថ្ងៃព្រិញលើកដៃសំពះបងស្រីឲ្យខ្ញុំសុំទោសបងខ្ញុំសន្យាថានឹងមិនប្រព្រឹត្តអំពើដូចយប់មិញទៀតទេឆោមល្អអួតដើមកតែនាងប្រឹងសម្រួលអារម្មណ៍បើឯងដឹងខុសគឺជារឿងល្អណាស់ហើយរឿងមួយទៀតដែលបងចង់ប្រាប់
គឺបងមិនបានស្រឡាញ់កំឡោះទីក្រុងម្នាក់នោះទេបងគ្រាន់តែរំភើបចិត្តដែលមានមនុស្សមកជួយអភិវឌ្ឍដីស្រែអ្នកភូមិយើងតែប៉ុណ្ណោះព្រីងញញឹមបើគឺជាមនុស្សល្អពិតបងស្រឡាញ់ក៏ស្រឡាញ់ទៅខ្ញុំមានខាត់បងឯណាព្រីងសាច់កកអឹករត់ចេញទៅបាត់ម្អមរត់ដេញវាយប្អូនឮតែសំណោចសាច់ពេញផ្ទះសូមរងចាំស្ដាប់ភាគបន្តសូមអរគុណ